ថៃបេះដូងខ្មែរខ្លួនជាថៃតែមិនបេះដូងជាខ្មែរអុយតែពាក្យ brand បើហនរះ brand មានន័យថាជាសាខាបើប្រែជានាមគេថាសាខាឬក៏ប្រែថាទីតាំងពីពាក្យថា intention ប្រែថាបំណងពាក្យទី3ប្រែថា nation មានន័យថាប្រជាជាតិឬក៏ប្រទេសជាតិជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់រៀនសម្បត្តិ English ក្នុងវីដេអូនេះគឺយើងរៀនអំពីមេរៀនតពីវីដេអូមុនដោយវីដេអូមុនខ្ញុំបានធ្វើអំពីអង្គការសំណួរកម្ពុជាប្តឹងទៅអង្គការសហប្រជាជាតិឲ្យស៊ើបអង្កេតរឿងប្រទេសថៃរឿងចាក់សម្លេងខ្មោចនៅភូមិព្រៃចាំងហ្នឹងហើយប្រសិទ្ធភាពនៅថៃក៏បានស៊ើបអង្កេតរឿងហើយថ្ងៃនេះគឺមានប្រតិកម្មពីខាងជ្រុលនិយមថៃបានស្ដីបន្ទោសទៅលើអ្នកស្រីតើតើនឹងការស៊ើបអង្កេតរឿងស្លេងខ្មោចហ្នឹងហើយតើអ្នកស្រីមានប្រសាសន៍បែបណាតបទៅវិញអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងមកមើលទាំងអស់គ្នាយើងថ្ងៃនេះយើងមានពាក្យចំនួន8ពាក្យទី1យើងអានថា brand បើហនរះ brand មានន័យថាជាសាខាបើប្រែជានាមគេថាសាខាឬក៏ប្រែថាទីតាំងឬក៏ឈ្មោះពេលជា verb ប្រែថាផ្លាកមិនឲ្យយើងដាក់ឈ្មោះអយអញ្ចឹងណាបិទផ្លាកឬក៏ដាក់ឈ្មោះអយអញ្ចឹងពាក្យថា brand ទី2ពាក្យថា intention ប្រែថាបំណងពាក្យទី3ប្រែថា nation មានន័យថាប្រជាជាតិឬក៏ប្រទេសជាតិពាក្យទី4យើងអានថា dear មានន័យថាហ៊ានឬក៏ក្លាហានពាក្យទី5យើងអានថា firmly មានន័យថាយ៉ាងរឹងមាំពាក្យយ៉ាងមុំរឹងមាំយ៉ាងមើងម៉ត់ចត់គេថា firmly ហ្នឹងពាក្យទី6គឺ believe ប្រែថាជឿឬក៏ទុកចិត្តពាក្យទី7 stage នេះប្រែបានច្រើនណាស់អ្នកទាំងអស់គ្នាប៉ុន្តែកន្លែងនេះខ្ញុំយល់ន័យជាឆាកយើងឡើងសម្លេងលើ stage នៅលើឆាកឬក៏ឆាកអន្តរជាតិអញ្ចឹងទៅពាក្យទី8គឺ loose មានន័យថាបាត់បង់ខូចខាតអញ្ចឹងម្ដងទៀតពាក្យទី1 brand ពាក្យទី2 intention ពាក្យទី3 nation ពាក្យទី4 dear ពាក្យទី5 firmly ពាក្យទី6 believe ពាក្យទី7 stage ពាក្យទី8 loose អញ្ចឹងយើងមកមើលអត្ថបទទាំងអស់គ្នាថៃបេះដូងខ្មែរខ្លួនជាថៃតែមិនបេះដូងជាខ្មែរអុយតែពាក្យថាបេះដូងខ្មែរមិនន័យថាល្អអញ្ចឹងពួកថៃហ្នឹងអាចជ្រុលនិយមវាជួយចិត្តភាពល្អទេវាជួយចិត្តតែស្មុកគ្រោកហ្នឹងឯងអញ្ចឹងយើងអានថា senator Angkana Nilapaichit said being sorry ខ្ញុំភ្លេចជីអ្នកទាំងគ្នាទៀត being គឺមានជីហើយដក clear ដល់គ្នាជាស្អី my bad being branded as a Thai with a Khmer's heart people can say whatever they want but what I do comes from good intentions for Thailand because I love this nation no less than anyone else I dare to speak out about what I firmly believe is right because I don't want Thailand to lose face on the international stage ចឹងយើងមកបកប្រែ Senator Angkana Nilapaichit said សមាជិករដ្ឋសភាអ្នកស្រី Angkana Nilapaichit បានមានប្រសាសន៍ថា being branded as a Thai with a Khmer hearts ចឹងមានន័យថាដោយទទួលបានមានន័យថាដោយទទួលបានឈ្មោះដោយទទួលបានងារដែលគេដាក់អយអញ្ចឹងណាដោយទទួលបានឈ្មោះថាថៃជាថៃប៉ុន្តែមានបេះដូងជាខ្មែរថៃប៉ុន្តែបេះដូងជារបស់ខ្មែរអញ្ចឹងមានថាខ្លួនជាថៃប៉ុន្តែបេះដូងខ្មែរ people can say whatever they want អញ្ចឹងមនុស្សគឺពួកគេយើងនិយាយសម្ដៅលើអានេះដែលថាស្ដីឲ្យគាត់ណាពួកគេអាចនិយាយអីតាមតែគេចង់និយាយអញ្ចឹងថាពួកគេនិយាយអីក៏ពួកគេអាចនិយាយបានតាមតែចិត្តគេអញ្ចឹងពួកគេចង់និយាយអីក៏បានតាមតែចិត្តគេកន្លែងនេះ people can say whatever they want ពួកគេអាចនិយាយអីក៏បានដែរតាមតែចិត្តគេ but what I do comes from good intentions for Thailand ប៉ុន្តែអ្វីដែលអ្នកស្រីធ្វើអ្វីដែលខ្ញុំធ្វើខ្ញុំសម្ដៅលើអ្នកស្រីនឹងប៉ុន្តែអ្វីដែលខ្ញុំធ្វើគឺមកពីបំណងល្អអ្វីដែលខ្ញុំធ្វើគឺបំណងល្អសម្រាប់ប្រទេសថៃអ្វីដែលគាត់ធ្វើគឺបំណងល្អសម្រាប់ប្រទេសថៃទេពីព្រោះ I love these nations no less than anyone else ពីព្រោះខ្ញុំស្រឡាញ់
ប្រទេសជាតិនេះមិនតិចចឹងអ្នកដតីទេមិនតិចចឹងអ្នកណាទេ idea to speak out about what I firmly believe is right ខ្ញុំហ៊ាននិយាយចេញថាខ្ញុំហ៊ាននិយាយមកនិយាយជាសាធារណៈខ្ញុំហ៊ាននិយាយអំពីអ្វីដែលខ្ញុំជឿជាក់យ៉ាងមុតមមថាវាត្រឹមត្រូវយ៉ាងមានថាខ្ញុំជឿជាក់ខ្ញុំហ៊ាននិយាយអ្វីដែលខ្ញុំគិតថាវាត្រឹមត្រូវអញ្ចឹងជឿជាក់យ៉ាងមុតមមថាវាត្រឹមត្រូវbecause I don't want Thailand to lose face on the international stage ពីព្រោះខ្ញុំមិនចង់ឲ្យប្រទេសថៃនឹងបាត់បង់មុខមាត់ទៅលើឆាកអន្តរជាតិទេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយជម្រាបលា